បាត់សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងនិយាយអំពីការប្រើប្រាស់ជីទៅលើដំណាំស្រូវសម្រាប់ដីខ្សាច់ឬក៏ដីល្បែងខ្សាច់បងប្អូនសម្រាប់ដីខ្សាច់ឬក៏ដីល្បែងខ្សាច់គឺជាដីដែលងាយនឹងខ្សោះសារធាតុចិញ្ចឹមសម្រាប់ដំណាំគ្រប់ប្រភេទទាំងអស់អញ្ចឹងថ្ងៃនេះយើងលើកតែដំណាំស្រូវមកនិយាយទេដំណាំស្រូវគឺត្រូវការសារធាតុចិញ្ចឹមជាចាំបាច់ប៉ុន្តែប្រសិនជាខ្វះសារធាតុចិញ្ចឹមធ្វើឲ្យបាត់បង់នៅទិន្នផលជាច្រើនបាទអញ្ចឹងមិនថាស្រូវប្រាំងឬក៏ស្រូវវស្សាទេយើងគួរតែបែងចែកនៅដំណាក់កាលជា4ផ្សេងពីគ្នានៅក្នុងការដាក់សារធាតុចិញ្ចឹមគឺជីឬក៏ថ្នាំបាញ់ហ្នឹងគឺយើងដាក់ទៅឲ្យវាស៊ីទៅតាមលក្ខណៈ4ដោយឡែកពីគ្នាបាទអញ្ចឹងទី1នោះគឺយើងគួរតែដាក់នៅអាយុកាលស្រូវអាយុ12ថ្ងៃម្ដងហុំឡងទៅអាច12ថ្ងៃម្ដងទៀតឬក៏12ថ្ងៃទៀតរហូតដល់ថ្ងៃដែលយើងផ្ដាច់ជីហ្នឹងគឺត្រឹមអាយុ38ថ្ងៃឬក៏45ថ្ងៃទៅតាមស្ថានភាពដែលយើងព្រុសជាក់ស្ដែងឬក៏ទៅតាមពូជដែលយើងប្រើប្រាស់បើសិនជាយើងប្រើប្រាស់ពូជណាសែនក្រអូបអញ្ចឹងយើងគួរតែផ្ដាច់នៅអាយុ40ទៅ43ថ្ងៃបើសិនជាក្រមុំចិនឬក៏គេហៅស្រូវស្រងាយស្រាលគឺយើងផ្ដាច់អាយុ38ថ្ងៃល្អប៉ុន្តែយើងត្រូវមើលតាមស្ថានភាពជាក់ស្ដែងទៀតបន្ទាប់ពីយើងផ្ដាច់ជីហើយហ្នឹងគឺវាមានការប្រែប្រួលធ្លាក់គុណភាពនៃដើមស្រូវយើងដែរឬអត់បើសិនជាធ្លាក់យើងគួរតែដាក់បន្ថែមនៅអាយុ45ថ្ងៃឬក៏55ថ្ងៃតទៅទៀតអញ្ចឹងហើយបានយើងត្រូវបែងចែកជា4ដំណាក់កាលដើម្បីមិនឲ្យដើមដងឬក៏ថមថយនៃទិន្នផលដែលយើងចង់បានអញ្ចឹងយើងបែងចែកជា4ទៅបងប្អូនមិនថាស្រូវអីក៏ដោយស្រូវ2ខែកន្លះស្រូវ3ខែស្រូវ4ខែសម្រាប់ដីល្បែងខ្សាច់ហ្នឹងគឺជាដីដែលមិនសូវមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេអញ្ចឹងយើងគួរតែបែងចែកទៅតាមវគ្គនីមួយមើលតាមជាក់ស្ដែងបងប្អូនណាយើងមិនមែនថា4ហើយគិតទៅដាក់ម្ដង4 5ការុង2 3ការុងធ្វើឲ្យយើងខាតនៅពេលដែលយើងខាតគឺធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះមានតែលក់ដីទេគឺជំរើសចុងក្រោយអញ្ចឹងយើងដាក់ជា4ដំណាក់កាលទៅគឺធានាថាល្អ100%បងប្អូនខ្ញុំសាករួចហើយបើដាក់3ឬស្ទើរចុងដៃពេលយើងផ្ដាច់ឧទាហរណ៍ថាយើងផ្ដាច់សែនក្អប់អាយុ43ទៅ45ថ្ងៃទៅពេលដែលយើងផ្ដាច់ហើយអាយុស្រូវនឹងចូល60ថ្ងៃចិត្តចេញហ្នឹងគឺវាធ្លាក់ហើយវាធ្លាក់ពណ៌ធ្លាក់សម្រស់ធ្លាក់គុណភាពស្លឹកទៅពេលអញ្ចឹងធ្វើឲ្យទិន្នផលទៅតាមនឹងដែរអញ្ចឹងបើយើងផ្ដាច់អាយុ45ថ្ងៃយើងអាចអាយុ55ថ្ងៃយើងដាក់ម្ដងទៀតឬក៏60ថ្ងៃយើងដាក់ម្ដងទៀតអាហ្នឹងធ្វើឲ្យល្អបងប្អូនស្រូវយើងមានកម្លាំងកំហែងក្នុងការចេញផ្លែចេញផ្កាហើយមានទម្ងន់បានល្អណាហើយនេះខ្ញុំនិយាយសម្រាប់តែបទពិសោធន៍ជាក់ស្ដែងហើយសម្រាប់បងប្អូនឬក៏ប្រជាកសិករទាំងឡាយណាដែលដឹងយល់ច្បាស់ជាងខ្ញុំក៏សូមខន្តីអធ្យាស្រ័យពីព្រោះថានេះគឺទៅតាមបទពិសោធន៍ដែលខ្ញុំបានធ្វើជាក់ស្ដែងបាទដាក់4ដងគឺល្អជាង3ដងប៉ុន្តែយើងមិនមែនដាក់ច្រើនទេសម្រាប់ដីខ្សាច់គឺយើងដាក់ម្ដងតែត្រឹម1ការុងកន្លះឲ្យបានហើយឬក៏1ការុងក៏បានដែរ1ការុងកន្លះចង់ច្រើនពេកបងប្អូនដាក់តែ1ការុងតិចបានហើយដល់ឡង60គីឡូនិយាយទៅ60គីឡូយើងលាយល្បាយជីទៅមានអិនមានពេលមានការទៅតាមវគ្គនីមួយដែលយើងប្រើប្រាស់ណាយើងដាក់អញ្ចឹងគឺមានប្រសិទ្ធភាពប្រសិនជាយើងដាក់បាត់ណីក៏អត់កើតដែរបងប្អូនណាសម្រាប់ដំណាំគឺវាស៊ីទៅតាមលក្ខខណ្ឌអាយុរបស់វាបាទវីដេអូនេះអត់មានអីច្រើនទេបងប្អូនគ្រាន់តែចង់និយាយបន្តិចទៅលើការប្រើប្រាស់ជីទៅលើដីល្បែងខ្សាច់ណាបាទអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះ